អ្នកណាខ្លះគ្រឹះសម្ដីណាចាមកស្គាល់មុខអ្នកបញ្ចូលសម្លេងភាពយន្តខ្នាតធំដល់3តួអង្គណាចានិងម្ដាយជាអ្នកបញ្ចូលសម្លេងអាជីពពីររូបនេះមហាជនអ្នកគាំទ្រដែលបានទស្សនាភាពយន្តខ្នាតធំបែបគំនូរជីវចលដ៏ល្បីរបស់ចិនស៊ីសាបានជ្រាបហើយថាភាពយន្តនេះផ្ទុះការចាប់អារម្មណ៍គាំទ្រខ្លាំងនៅទូទាំងប្រទេសជាពិសេសមហាជនអ្នកគាំទ្រខ្មែរជាច្រើនដែលបានទស្សនាហើយនាំគ្នាផ្ទុះចែករំលែកពេញបណ្ដាញសង្គមភាពយន្តខ្នាតធំគំនូរជីវចលដ៏ល្បីល្បាញនេះដែរអាចឆក់បានការចូលចិត្តទស្សនាពីមហាជនទាំងសាច់រឿងទាំងតួអង្គនីមួយក្នុងភាពយន្តនេះសុទ្ធសឹងតែមានចំណុចតាក់ទាញគួរឲ្យចង់មើលជាពិសេសរួមបញ្ចូលនឹងការបកប្រែបញ្ចូលសម្លេងជាភាសាខ្មែរវិញរឹតតែគួរឲ្យចាប់អារម្មណ៍មានភាពក្រមិចក្រមើមល្អមើលលាំងថែមមួយកម្រិតទៀតយ៉ាងណាមិញបើនិយាយតាក់ទងនឹងការបញ្ជូលសម្លេងជាភាសាខ្មែរក្នុងភាពយន្តចិនស៊ីសាថ្មីនេះលើបណ្ដាញសង្គមបានផ្ទុះចាប់អារម្មណ៍ខ្លាំងក្រោយពីឃើញវីដេអូមួយបង្ហាញមុខម្ចាស់សម្លេងដែលបញ្ចូលសម្លេងភាសាខ្មែរក្នុងតួអង្គចារណានិងតួអង្គកំដាយណាចាក្នុងភាពយន្តខ្នាតធំនេះដែលត្រូវបានគេស្គាល់ថាជាអ្នកបញ្ចូលសម្លេងអាជីពពីររូបមានស្នាដៃបញ្ចូលសម្លេងតួអង្គក្នុងសាច់រឿងជាច្រើនកន្លងមក